ខ្លួនឯងក្រាបនៅក្រៅប្រទេសនេះខ្លួនឯងរត់ប្រូចនៅក្រៅប្រទេសហើយអំពាវនាវឲ្យប្រជាពលរដ្ឋអ្នកងើបហើយតាំងខ្លួនធ្វើជាអ្នកដណ្ដើមប្រទេសជូនប្រជាពលរដ្ឋឥឡូវសំណួរសួរទៅប្រិមិត្តបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសវិញតើបងប្អូនល្ងងទេដែលត្រូវងើបយកប្រទេសដោយខ្លួនឯងហើយបែរទៅជាrefin សួស្ដី refin បាទបែរទៅជាណែបងអសបុនបងសុភាហេងបែរទៅជាថាទៅដណ្ដើមប្រទេសសងប្រជាពលរដ្ឋអាហ្នឹងការបកស្រាយរបស់គេនៅក្នុងគោលនយោបាយរបស់យើងនោះហើយយើងទៅសេងអញ្ចឹងអីគេបកស្រាយទៅអញ្ចឹងឥឡូវឲ្យអ្នកណាងើបមួយថ្ងៃស្រែកបងប្អូនអើយដល់ពេលហើយងើបឡើងបងប្អូននៅក្នុងស្រុកបាត់ដីអស់ហើយបាត់ស្រុកអស់ហើយណាគេធ្វើបាបយើង17លានអ្នករងគ្រោះទាំងអស់ហើយបើនិយាយភ្លើអញ្ចឹងអីឲ្យគេងើបអីឥឡូវប្រិមិត្តបងប្អូនជឿអាហ្នឹងឯងទៅដើមប្រទេសសងប្រជាពលរដ្ឋអាហ្នឹងចំណុចមួយទៀតដែលគេនិយាយថាគ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់ត្រូវបានដកសញ្ជាតិឡើយអញ្ចឹងមានន័យថាច្បាប់ប្រទេសកម្ពុជាទាំងអស់ត្រូវរដ្ឋាភិបាលនឹងច្រានចោលទាំងអស់លុបចោលទាំងអស់បង្កើតរដ្ឋធម្មនុញ្ញថ្មីមិនអញ្ចឹងអានឹងវាមិនស្មើនឹងគោលនយោបាយយើងនឹងធ្វើរដ្ឋបហារដ្ឋធម្មនុញ្ញកម្ពុជាហនុមានក្រុងអង្គរណាបងម៉ាត់លោកអ៊ំតារាជួនមានន័យថាម៉េចប្រទេសកម្ពុជាយើងមានច្បាប់ដកហូតសញ្ជាតិហើយច្បាប់ស្ដីពីការដកហូតសញ្ជាតិនេះប្រទេសណាក៏មានដែរប្រទេសកម្ពុជាក៏មានប្រទេសថៃក៏មានប្រទេសនៅលើពិភពលោកនេះគេមានច្បាប់សម្រាប់ដកសញ្ជាតិតែគេដកជនក្បត់ជាតិគេដកសញ្ជាតិជនក្បត់ជាតិចុះបើសិនណាជាខ្មែរហ្នឹងឧទាហរណ៍តែខ្ញុំទៅសែបគប់ជាមួយយួនឬក៏សែបគប់ជាមួយសៀមហើយខ្ញុំទៅយកសៀមមកសម្រាប់ខ្មែរមកជាហៀងទៀតដែលគេដឹកនាំប្រទេសខ្ញុំជាអ្នកឲ្យការទៅឲ្យសៀមឧទាហរណ៍ដូចជាករណីពេលដែលខ្មែរនិងសៀមកំពុងតែច្បាំងគ្នាខ្ញុំជាអ្នកនយោបាយខ្មែរខ្ញុំបែរទៅជាលួចផ្ដល់ព័ត៌មានចារកម្មរបស់កម្ពុជាហ្នឹងឲ្យទៅសៀមដើម្បីឲ្យសៀមវាយកំទេចប្រទេសខ្លួនឯងសួរថាតើខ្ញុំស្នេហាជាតិខ្មែរឬក៏ខ្ញុំជាអ្នកក្បត់ជាតិហើយបើខ្ញុំជាអ្នកក្បត់ជាតិបើខ្ញុំត្រូវបានគេចាប់បានអានឹងដាក់គុកនៅស្រុកខ្មែរអត់ចាំបាច់ដកសញ្ជាតិខ្ញុំទេមិនបាច់ដាក់ដកសញ្ជាតិទេធម្មតាទេនៅក្នុងច្បាប់គឺគេនិយាយដែរបើសិនណាគេចាប់ខ្ញុំបានចាំបាច់គេដកសញ្ជាតិធ្វើអីគេដាក់គុកខ្ញុំនៅក្នុងស្រុកខ្មែរហ្នឹងចុះបើគេចាប់ខ្ញុំអត់បានបើខ្ញុំរត់ទៅស្រុកថៃទៅស្រុកដែលខ្ញុំផ្ដល់ព័ត៌មានឲ្យគេនោះបើខ្ញុំរត់ទៅស្រុកថៃដូច្នេះតើខ្ញុំត្រូវទុកតើប្រទេសកម្ពុជានឹងត្រូវទុកសញ្ជាតិខ្ញុំទៀតទេត្រូវទុកសញ្ជាតិខ្ញុំជាខ្មែរទៀតទេបើខ្ញុំក្បត់ខ្មែរប៉ុណ្ណឹងហ្នឹងត្រូវទុកទេអត់ទេដូច្នេះកម្ពុជាត្រូវដកហូតសញ្ជាតិខ្ញុំចោលហើយវាមិនដែលគេទុកសញ្ជាតិឲ្យជនក្បត់ជាតិខ្លួនឯងទេមែនអត់អញ្ចឹងបើខ្ញុំក្បត់ជាតិហើយមិនដកសញ្ជាតិខ្ញុំទៅទុកសញ្ជាតិអានឹងមានន័យថាប្រជាពលរដ្ឋខ្មែរគ្រប់រូបមិនត្រូវបានដកសញ្ជាតិមានន័យថាបើទោះជាជនក្បត់ជាតិក៏ដោយក៏អត់ដកសញ្ជាតិដែររដ្ឋាភិបាលដែលដឹកនាំដោយលោកសំរងស៊ីនិងអៀងម៉ាប៉ាច់ហ្នឹងអាហ្នឹងបដោយឲ្យជនក្បត់ជាតិបានតាមចិត្តអាគោលនយោបាយបែបហ្នឹងជាគោលនយោបាយដែលលោកសំរងស៊ីខ្លួនឯងហ្នឹងលោកសំរងស៊ីខ្លួនឯងហ្នឹងដែលកំពុងតែសន្តិទ្ធភាពជាមួយសៀមហ្នឹងដែលខ្ញុំប្រើពាក្យថាសៀមរាំងស៊ីហ្នឹងដើម្បីកែខ្លួនឯងមិនឲ្យខ្លួនឯងដកសញ្ជាតិខ្លួនឯងទៅសន្តិទ្ធភាពជាមួយនឹងរដ្ឋបរទេសសន្តិទ្ធភាពជាមួយនឹងប្រទេសឈ្លានពានហើយខ្លួនឯងបែរទៅជាបង្កើតគោលនយោបាយហ្នឹងបងប្អូនណាប្រយ័ត្នចាញ់បោកខ្មាំងប្រយ័ត្នចាញ់បោកគោលនយោបាយសំណក់សៀមដាច់ខាតប្រយ័ត្នចាញ់បោកគោលនយោបាយសំណក់សៀម
ខ្មែរគ្រប់រូបមិនត្រូវបានអ្នកណាដកសញ្ជាតិបើរឿងនយោបាយអានឹងយើងមិនត្រូវដកសញ្ជាតិគេគ្រាន់តែតស៊ូនយោបាយគ្រាន់តែប្រជាធិបតេយ្យប៉ុន្តែបើអ្នកឯងក្បត់ជាតិខ្លួនឯងហើយបើមិនដកសញ្ជាតិទុកឲ្យឯងនឹងបំផ្លាញជាតិខ្លួនឯងទុកឲ្យជាតិខ្លួនឯងនឹងមានកេរ្តិ៍ឈ្មោះអាសោចណាលោកឯងនៅក្រៅប្រទេសគេចាប់លោកឯងបានគេដកនឹងហើយគេដកសញ្ជាតិលោកឯងចេញនឹងហើយឧបមាដូចខ្ញុំលើកឧទាហរណ៍ដូចខ្ញុំអញ្ចឹងក្បត់កងទ័ពក្បត់អីអញ្ចឹងខ្ញុំឲ្យព័ត៌មានកងទ័ពរបស់ខ្លួនទៅកងទ័ពសត្រូវអញ្ចឹងខ្ញុំក្បត់ជាតិដែរប៉ុន្តែរដ្ឋាភិបាលនៃប្រទេសសម័យហ្នឹងអត់ចាប់ខ្លួនខ្ញុំអត់បានព្រោះខ្ញុំរត់ទៅដល់ប្រទេសដែលខ្ញុំផ្ដល់ព័ត៌មានឲ្យហើយអញ្ចឹងរដ្ឋាភិបាលនៃប្រទេសសម័យធ្វើម៉េចមានតែដកសញ្ជាតិខ្ញុំចោលរឿងប៉ុណ្ណឹងហើយវាដាក់គោលនយោបាយដូចឈួតដើម្បីការពារប្រជាជនខ្មែរក្បត់ជាតិចឹងគិតមិនទៅបងប្អូនគិតមិនទៅឥឡូវអញ្ចឹងអ្នកណាក៏មានសិទ្ធិក្បត់ជាតិដែរអ្នកណាក៏មានសិទ្ធិកាត់ទឹកដីឲ្យគេដែរអ្នកណាក៏មានសិទ្ធិសន្តិភាពជាមួយនឹងរដ្ឋបរទេសដែរមិនចឹងអាគោលនយោបាយប្រភ្លីប្រភ្លើប្រផ្លាក់ប្រភ្លុងអញ្ចឹងខំប្រឹងយកមកប្រហោះប្រាប់គេដែរខ្ញុំខ្ពើមកមែនតាអញ្ចឹងបើតសេគោលនយោបាយប្រហោះបើតសេប្រហោះគួរតសេ បងប៉ុចសុកបងស៊ីមខុនគួរតែតសេឲ្យកុំឲ្យគេបកស្រាយបានអាណាតសេអញ្ចឹងតសេជាសាធារណៈអញ្ចឹងប្រហោះជាសាធារណៈប្រភ្លីប្រភ្លើអញ្ចឹងគិតមកទៅណារៀនឡើងវិញកុំអាឡែងភ្លើនៅខាងក្រៅហើយភ្លើតាមអនឡាញទៀតអូខេសេមកដូចឈួតហើយនាំគ្នាយកទៅផុសនាំគ្នាយកទៅแชร์ដូចឈួតចឹងអាម៉េចស្មានតែប្រជាពលរដ្ឋខ្មែរហ្នឹងគេអបអសាទរគេឲ្យប្រិយភាពទៅអ្នកឯងមែនទេប្រជាពលរដ្ឋខ្មែរមិនដាក់គោលនយោបាយចេះមកណាបើខ្ញុំបានដឹកនាំប្រទេសគ្មានប្រជាពលរដ្ឋខ្មែរណាម្នាក់ត្រូវបានចាប់ដាក់គុកទេដាក់ប៉ុណ្ណឹងមានន័យថាប្រទេសកម្ពុជាលែងធ្វើគុកហើយណាប្រទេសកម្ពុជាលែងធ្វើគុកហើយអានឹងហើយគេហៅថាគោលនយោបាយបង្កើតឲ្យមនុស្សក្បត់ជាតិហើយជាតិនីមួយបើសិនណាមានមេដឹកនាំភ្លើអញ្ចឹងមានអ្នកបង្កើតបកនយោបាយភ្លើអញ្ចឹងមិនបាច់ទេអត់ឲ្យឯស៊ីបាតជើងហ្មងហើយស៊ីបាតជើងហ្មងស្គួតលប់សតិអញ្ចឹងចេះតែយកមកប្រហោះដែរអញហើយអញគេថាស្គួតមិនឈប់ត្មងហើយអ្នកគ្រប់គ្រងអ្នកแชร์ហ្នឹងមុននឹងแชร์មើលផងទៅមុននឹងแชร์មើលផងទៅពាក្យក្នុងគោលនយោបាយមួយគឺ1 2គឺ2មិនមែនគេទៅសេបឡំបកៅចឹងទេគឺគេចងក្នុងការបកស្រាយបើសរសេរថាប្រជាពលរដ្ឋខ្មែរយើងត្រូវតែរួមគ្នាដើម្បីយកប្រទេសយើងមកវិញពាក្យហ្នឹងមិនមែនជាពាក្យដែលអ្នកឯងយកមុខដោយខ្លួនឯងទេបើអ្នកឯងថាយើងទៅយកប្រទេសជូនប្រជាពលរដ្ឋវិញហើយចុះអ្នកដឹកនាំប្រទេសមិនប្រជាពលរដ្ឋខ្មែរអ្នកគ្រប់គ្រងអ្នកដឹកនាំប្រទេសរាល់ថ្ងៃហ្នឹងមិនប្រជាពលរដ្ឋខ្មែរដែរឥឡូវតដើមប្រទេសពីរអ្នកណាទៅឲ្យអ្នកណាបាននិយាយថាយើងទាំងអស់គ្នានាំគ្នាយកប្រទេសជាតិយើងត្រឡប់មកវិញអាហ្នឹងពាក្យហ្នឹងគឺវាងាប់ហើយមានន័យថាយើងទាំងអស់គ្នារួមគ្នាមិនមែនក្រុមឯងមកចកោមប៉ិនកូនដៃនឹងចង់ទៅយកប្រទេសសងប្រជាពលរដ្ឋដូចឈួតទេប្រើពាក្យវាមិនត្រូវប្រជាពលរដ្ឋបើយើងថារដ្ឋាភិបាលខ្ញុំដឹកនាំប្រទេសប្រជាពលរដ្ឋទាំងឡាយគ្រប់រូបមិនត្រូវបានដកសញ្ជាតិបើគ្រាន់តែបញ្ចេញមតិរិះគន់រដ្ឋាភិបាលឬក៏មិនត្រូវបានជាប់គុកដោយសារតែមតិរិះគន់រដ្ឋាភិបាលទេឬក៏ដកសញ្ជាតិដោយសារតែគ្រាន់រិះគន់រដ្ឋាភិបាលទេតែសេពាក្យហ្នឹងមកវាត្រូវជាងណាបើយើងនិយាយឲ្យចំទៅវា
វាទំនើបជាងណាបងឆារ៉ាវាទំនើបជាងឧទាហរណ៍ថាយើងប្រឆាំងជាមួយនឹងច្បាប់ដកសញ្ជាតិបើយើងចង់កាច់កង់ជាមួយនឹងរដ្ឋាភិបាលអានឹងខ្ញុំប្រាប់កលឹះមួយចុះប្រាប់កលឹះឲ្យពួកប្រឆាំងឈួតលីលាដែលដឹកនាំដោយលោកប្រធានសៀមរាំងស៊ីហ្នឹងខ្ញុំប្រាប់កលឹះមួយចុះឧទាហរណ៍ថាគេបង្កើតច្បាប់ដកសញ្ជាតិជនដែលក្បត់ជាតិបើយើងចង់យកប្រជាប្រិយភាពគឺយើងនិយាយថាបើរដ្ឋាភិបាលខ្ញុំដឹកនាំប្រទេសមិនប្រជាពលរដ្ឋទាំងឡាយណាប្រជាពលរដ្ឋគ្រប់រូបបើក្រន់តែរិះគន់រដ្ឋាភិបាលបញ្ចេញមតិប្រើសិទ្ធិបញ្ចេញមតិគឺមិនត្រូវបានបណ្តេញចេញនិងដកសញ្ជាតិឡើយមានន័យថាម៉េចមានន័យថាពាក្យហ្នឹងគឺយើងចង់បញ្ជាក់ថាព្រោះយើងគិតក្នុងខួរយើងគិតថាគេបង្កើតច្បាប់ដកសញ្ជាតិហ្នឹងគឺសម្រាប់ប្រឆាំងជាមួយនឹងអ្នកតស៊ូមតិអ្នករិះគន់មិនអញ្ចឹងទេចឹងពាក្យហ្នឹងបើយើងផ្សាយទៅវាត្រូវជាមួយនឹងអាកំណត់យើងហ្នឹងហើយគេបង្កើតវាអាចបន្លំគេបានខ្លះវាអាចបន្លំថាអាច្បាប់ដកសញ្ជាតិហ្នឹងគឺគេសម្រាប់តែដកសញ្ជាតិតែអ្នកប្រឆាំងរិះគន់ជាមួយគេឯងមកនិយាយដូចលប់សតិគ្មានប្រជាពលរដ្ឋណាមួយត្រូវបានដកសញ្ជាតិឡើយនិយាយដូចលប់សតិអញ្ចឹងគិតមកយោអានឹងហើយគេហៅថាចង់ឈ្នះគេអត់ប្រើខួរអត់គិតបាទប៉ុន្តែសួរថាមានបងប្អូនខ្លះគាត់ថាមិនឡងឯងទៅប្រាប់គេអញ្ចឹងវគេទៅសេតាមឡងឯងទូទៅប្រាប់ពួកនឹងក៏នៅតែភ្លើដែរបងប្អូនអើយជឿខ្ញុំប្រមាថទៅពួកនឹងវានៅតែភ្លើអញ្ចឹងឯងប្រឆាំងគេអត់ចេះប្រឆាំងទេអត់ចេះប្រឆាំងទេអត់ចេះប្រឆាំងគេទេចង់ប្រឆាំងពីរឿងច្បាប់ដកសញ្ជាតិមកគេទៅសេដូចឈួតយកប្រទេសកម្ពុជាជូនប្រជាពលរដ្ឋវិញប្រជាពលរដ្ឋគ្រប់រូបមិនត្រូវបានដកសញ្ជាតិឡើយហើយតសេអញ្ចឹងអីវាត្រូវជាមួយនឹងច្បាប់ដកសញ្ជាតិគេអត់ទេបើគេចង់ប្រឆាំងជាមួយនឹងច្បាប់ហ្នឹងណាគេតសេថាយើងទាំងអស់គ្នារួមគ្នាយកប្រទេសយើងត្រឡប់មកវិញទី1ទី2ប្រជាពលរដ្ឋគ្រប់រូបគ្រាន់តែប្រើសិទ្ធិបញ្ចេញមតិសិទ្ធិនយោបាយលទ្ធិប្រជាធិបតេយ្យរិះគន់រដ្ឋាភិបាលមិនត្រូវបណ្តេញចេញនិងដកសញ្ជាតិឡើយតសេប៉ុណ្ណឹងគឺវាយកពាក្យហ្នឹងវាយកទៅទប់ជាមួយនឹងច្បាប់គេហ្នឹងហើយវាអាចធ្វើឲ្យមនុស្សមានការយល់ច្រឡំថាច្បាប់ដកសញ្ជាតិហ្នឹងមិនមែនដកសញ្ជាតិអ្នកក្បត់ជាតិទេគឺដកសញ្ជាតិអ្នករិះគន់យល់ទេយល់អត់បើភ្លើទេបង្រៀនឲ្យឆ្លាតតិចទៅរៀនឲ្យឆ្លាតតិចទៅប៉ុន្តែខ្ញុំនិយាយអញ្ចឹងទៅគេមិនទៅសេតាមទេពីព្រោះខ្ញុំនិយាយជាសាធារណៈឲ្យបងប្អូនជួយចែកចាយអស់ហើយបើនិយាយតាមខ្ញុំឈួតសុតចឹងឆ្លើយតបទៅជាមួយនឹងពាក្យគោលនយោបាយពួកក្រៅប្រទេសនឹងប៉ុណ្ណឹងចោះខ្ញុំឃើញលោកអៀងមកបាច់គេយកទៅផុសឃើញគេ share ឃើញគេផុសឃើញអីខ្ញុំឃើញពាក្យដឹងមកខ្ញុំអស់សំណើចថាពួកនេះអត់ប្រើខួរក្បាលសោះហ្មងហ្នឹងឯងអត់ប្រើខួរក្បាលបងប្អូនណាអត់ប្រើខួរក្បាលឥឡូវបញ្ចប់ប៉ុណ្ណឹងឥឡូវចូលដល់រឿងវគ្គថ្មីហ្នឹងរឿងស្រូវហ៎ឲ្យតែដល់ខែស្រូវបងប្អូនហើយតែងតែមានហ្នឹងឯងយើងដឹងហើយកន្លងមកយើងធ្វើអញ្ចឹងហើយដូចបងជេមអុយបងជេមសុកអីហ្នឹងណាបងជេមសុកអីគាត់ដូចបងប៊ូនីគាត់លើកឡើងថារឿងស្រូវវាជាតួនាទីរបស់រាជរដ្ឋាភិបាលត្រឹមត្រូវរឿងតម្លៃទីផ្សារតម្លៃស្រូវតម្លៃអីវាអាស្រ័យទៅលើរដ្ឋាភិបាល
ក្រសួងរដ្ឋាភិបាលហ្នឹងគឺយកចិត្តទុកដាក់ធ្វើកិច្ចការងារហ្នឹងប្រហែលជាគាត់ចង់បន្ទោសថាចុះហេតុអីបានជាឥឡូវហ្នឹងមានអុកញ៉ានេះអុកញ៉ានោះចេញមកទិញស្រូវដើម្បីកុំឲ្យប្រជាពលរដ្ឋខាតអីអញ្ចឹងចូលរដ្ឋាភិបាលហ្នឹងអត់មានសមត្ថភាពទេអីបងជេមឯងនិយាយបើសិនណាបងជេមឯងគិតអញ្ចឹងណាបងជេមឯងគឺជាមនុស្សខួរអន់បំផុតហើយការពិតរឿងរដ្ឋាភិបាលគឺជាតួនាទីហើយគឺជាកាតព្វកិច្ចហើយវាជាការពិតរដ្ឋាភិបាលក៏គេកំពុងតែធ្វើដែរបច្ចុប្បន្ននេះក្រសួងកសិកម្មគេកំពុងតែធ្វើដោយយកចិត្តទុកដាក់រឿងហ្នឹងហើយគេសហការជាមួយនឹងអុកញ៉ាស្រូវអង្គរដតីទៀតនិងគេអំពាវនាវឲ្យអ្នកមានថវិកាទាំងអស់ចូលរួមនៅក្នុងការជួយស្ដារស្រូវអង្គររបស់កម្ពុជាគឺជារឿងត្រឹមត្រូវហើយបើសិនណាជាលោកអ្នកមានណាដែលគេចូលរួមនៅក្នុងការទិញអង្គរនៅក្នុងការទិញស្រូវទាំងអស់ហ្នឹងដើម្បីឲ្យថ្លៃនឹងល្អយើងគួរសរសើរអ្នកមានទាំងអស់នោះទៅគួរតែសើពួកគាត់ទៅដែលពួកគាត់បានចូលរួមចំណែកជួយដល់ប្រជាកសិករបើយើងគិតតែពីរឿងតួនាទីវាពិតទៅហើយប៉ុន្តែរឿងពិតត្រូវដោះស្រាយបញ្ហាមិនមែនយកតែតួនាទីដោះស្រាយទេត្រូវការចូលរួមសេដ្ឋកិច្ចមួយនេះប្រជាពលរដ្ឋមួយនេះវាត្រូវការចូលរួមគ្រប់ភាគីទាំងរដ្ឋទាំងរាស្ត្រដែលមានធនធានអាចជួយបណ្ណាបានជួយប៉ុណ្ណឹងជាមនុស្សដែលគួរតែយើងគោរពហើយនឹងសរសើរចំពោះពួកគាត់ទាំងនោះមែនអូអីបន្តិចរដ្ឋាភិបាលវាត្រូវហើយក៏ប៉ុន្តែការចូលរួមពីមហាជនការចូលរួមពីលោកអុកញ៉ាអស់លោកស្រីអ្នកមានទាំងអស់ជាមួយនឹងការមិនឲ្យស្រូវចុះថោកហ្នឹងល្អតាចាំបាច់ទៅបែងចែករខុសរត្រូវរតួនាទីនៅនេះតួនាទីនៅនោះទៅស្អីក្នុងកលៈទេសៈហ្នឹងព្រោះមួយឆ្នាំមានតែម្ដងតើមានតែបញ្ហាអីអាហ្នឹងបាទអរគុណពូក្លេអរគុណណាអត់មានបញ្ហាទេអញ្ចឹងសម្រាប់ខ្ញុំរឿងអញ្ចឹងមានតែពួកឆ្លៀតឱកាសមានតែពួកឈួតលាខួរអន់ទេដែលចេះតែយករឿងអញ្ចឹងមកគិតខ្ញុំថាប្រជាពលរដ្ឋខ្មែររាល់ថ្ងៃគាត់ធ្វើត្រូវដូចជាខ្ញុំឃើញមានអុកញ៉ាខ្លះមានលោកជំទាវខ្លះគាត់ចេញមុខជួយទិញ1តោន2តោន10តោន20តោន30តោនគាត់ជួយដើម្បីតម្លើងថ្លៃហ្នឹងគឺជារឿងល្អណាស់ខ្មែរយើងបង្ហាញអំពីបេះដូងខ្មែរយើងចេះជួយគ្នាឃើញទេចេះជួយគ្នាជួយផ្នែកខាងកសិកម្មជួយពួកបងប្អូនកសិករត្រូវតែលើកទឹកចិត្តហើយរដ្ឋាភិបាលក៏យើងជំរុញឲ្យគាត់ពង្រឹងនៅសក្តានុពលភាពនាំចេញផ្នែកវិស័យកសិកម្មនឹងឲ្យខ្លាំងហើយធានានៅតម្លៃសមស្របមួយឲ្យប្រជាពលរដ្ឋធ្វើកិច្ចការងារនឹងប្រកបបង្កើនផលនឹងមួយឆ្នាំម្ដងទេយើងគួរតែពង្រឹងអាវិស័យនឹងយើងជំរុញអញ្ចឹងហើយជំរុញយន្តការមួយទៀតយន្តការខ្មែរជួយខ្មែរសង្គ្រោះគ្នាអានឹងក៏ជាយន្តការសំខាន់ដែរបងសំឡូតណាមែនទេបងចន្ទ្រាសំឡូតមិនអញ្ចឹងបងស្តូនមែនជាយន្តការសំខាន់ណាអានឹងហើយពាក្យចាស់គេថាអ្នកមានរក្សាខ្សត់ដោយសម្ពុតពាត់ពីក្រៅអ្នកប្រាជ្ញរក្សាខ្លៅដោយសំពៅពឹងសំប៉ានឃើញទេពាក្យខ្មែរយើងកន្លងមកយើងមិនដែលឃើញបងប្អូនយើងគាត់ជួយអញ្ចឹងទេឥឡូវនេះអ្នកមានឥឡូវនេះគាត់ចេះជួយរដ្ឋាភិបាលជួយសម្រួលដល់អ្នកមានទាំងអស់ហ្នឹងជួយសម្រួលគ្នាអានឹងគឺជាការចូលរួមអ្នកដែលទទួលផលអ្នកណាគឺកសិករយើងទទួលបានផលល្អពីវិស័យកសិកម្មប៉ុណ្ណឹងហើយថាគេមិនខិតខំមិនថាគេមិនផឹងប្រែងមិនយើងកុំគិតរឿងកិច្ចការងារ
រដ្ឋត្រូវទទួលខុសត្រូវខ្លាំងពេកខ្ញុំដឹងថារដ្ឋវាមិនមែនធ្វើទៅបាន100%ទេសូម្បីតែការគ្រប់គ្រងទៅលើចំណីអាហារនៅសហរដ្ឋអាមេរិកហ្នឹងក៏មានភាពប្រឈមដូចគ្នាដែរនៅពេលដែលទីផ្សារពិភពលោកកាន់តែកើនឡើងព្រោះកម្ពុជាប្រើទីផ្សារពិភពលោកហើយទីផ្សារពិភពលោកឥឡូវយើងត្រូវដឹងហើយគេយកពីគុណភាពនិងប្រសិទ្ធភាពគុណភាពប្រសិទ្ធភាពនិងគុណភាពហើយបើវិស័យផលិតរបស់យើងគុណភាពនៅមានកម្រិតអានឹងប្រកួតប្រជែងជាមួយគេក៏ប្របាក់ដែរយើងទទួលស្គាល់យើងដឹងអញ្ចឹងតាយើងត្រូវដឹងអញ្ចឹងហើយបានផលិតភាពរបស់យើងឲ្យខ្លាំងគុណភាពក៏យើងក៏ឲ្យខ្លាំងពេលហ្នឹងការវាយលុកនៅក្នុងទីផ្សាររបស់យើងក៏ល្អដែរបើប្រៀបធៀបទីផ្សារអង្គរប្រទេសថៃប្រទេសនៅតំបន់អាស៊ីយើងភាគច្រើនគឺគេផលិតទីផ្សារអង្គរនឹងដូចយើងដែរហើយជាការប្រកួតប្រជែងតើរបស់ណាគេតម្រូវការនៅលើពិភពលោកច្រើនអាហ្នឹងគេយករបស់ហ្នឹងហើយជួនណាយើងធ្វើស្រែដូចគេដែរប៉ុន្តែផលិតភាពរបស់ប្រជាពលរដ្ឋយើងនៅមានកម្រិតគាត់ផលិតពេលខ្លះប្រជាពលរដ្ឋភាគច្រើនគាត់ធ្វើស្រូវតាមប្រពៃណីកាលណាគាត់ធ្វើស្រូវតាមប្រពៃណីគុណភាពនិងផលិតភាពនៃការធ្វើស្រូវអង្គតាមប្រពៃណីវាមិនមែនដូចគេធ្វើស្រូវបែបណែទំនើបប្រកម្មទេអង្គបែបទំនើបប្រកម្មទេវាខុសគ្នាអញ្ចឹងដូច្នេះតម្លៃលើទីផ្សាររបស់យើងទាញយកទីផ្សារអត់បានទេអញ្ចឹងយើងត្រូវយល់អាហ្នឹងអញ្ចឹងយើងត្រូវខិតខំធ្វើកិច្ចការងារហ្នឹងឲ្យបានកាន់តែល្អអាហ្នឹងគឺអ្វីដែលយើងត្រូវនិយាយមិនមែនមួយម៉ាត់ឡើងបន្ទោសពីរម៉ាត់ឡើងបន្ទោស3ម៉ាត់ឡើងបន្ទោសគ្រាន់តែអុកញ៉ាហ្នឹងជួយទិញជួយទិញស្រូវជំនួសបងប្អូនហ្នឹងក៏នាំគ្នាទៅស្ដីបន្ទោសថាហើយរត់ធ្វើអីមិនព្រមធ្វើសោះអីក៏វាឈួតម៉េះលោកឲ្យលោកកំហរមានអុកញ៉ាចិត្តធរកំហរមានអ្នកមានចិត្តធរអញ្ចឹងណាឲ្យគាត់ជួយទិញខ្លះទៅណាយើងគួរតែសរសើរពួកគាត់យើងគួរតែជ្រុំជ្រែងពួកគាត់នោះគួរតែសរសើរពួកគាត់គួរតែជ្រុំជ្រែងពួកគាត់នោះទៅទើបវាធ្វើត្រូវជាងយល់ទេអាហ្នឹងគឺអញ្ចឹងសម្រាប់ខ្ញុំសូមបញ្ជាក់ប៉ុណ្ណឹងថាខ្ញុំអត់ទូមនោះទេហើយខ្ញុំរីករាយមែនទែនជាពិសេសពេលដែលអុកញ៉ាពេលដែលអ្នកមានខ្ញុំឃើញផុសនៅក្នុង Facebook គាត់ជួយទិញគឺជាគុណធម៌គឺជាសេចក្តីល្អដ៏លើសលប់ដោយមានអ្នកមានខ្លះគាត់ទិញអង្គទិញស្រូវហ្នឹងយកទៅជូនបងប្អូនកងទ័ពអាហ្នឹងមិនល្អយើងថាមើលយើងគួរតែសរសើរពួកគាត់ទៅស្រីនេះមិនអញ្ចឹងយើងគួរតែសរសើរពួកគាត់បងសុកយូនមិនអញ្ចឹងហ៎យើងមិនមែនទម្លាក់កំហុសឲ្យទៅមួយចំហៀងទេបាទអាហ្នឹងគឺប៉ុណ្ណឹងហើយខ្ញុំឃើញវីដេអូមួយទៀតពាក់ព័ន្ធនឹងរឿងនឹងដែររឿងពិតឬមិនពិតនឹងយ៉ាងណាប៉ុន្តែខ្ញុំមើលទៅដូចជារឿងមិនពិតច្រើនជាងខ្ញុំឃើញអាវីដេអូមួយនោះវាឃើញយកមិនដឹងរូបពីណាទេរូបហ្នឹងក៏មិនច្បាស់ទីតាំងហ្នឹងក៏មិនច្បាស់ប៉ុន្តែមានដំសម្លេងហ្នឹងជាខ្មែរហើយអាស្រូវគេថាហ្នឹងស្រូវគេថាស្រូវចាក់ចោលគេយកស្រូវទៅចាក់ចោលហើយគេថតគេនិយាយថាស្រូវឡើងចុះថ្លៃយកស្រូវទៅចាក់ចោលខ្ញុំថាពួកអាអ្នកយកមកផុសបតយហ្នឹងហើយបងប្អូនយកទៅគិតមើលអញ្ចឹងមានអ្នកជឿហើយស្រូវហ្នឹងក៏មើលឃើញមិនច្បាស់អាគេចាក់ស្អីក៏យើងមើលឃើញមិនច្បាស់វាថាអាហ្នឹងស្រូវវានិយាយថាអាហ្នឹងស្រូវយើងមើលអត់ច្បាស់ឲ្យព្រើដូចខ្សាច់ដូចអីចឹងចាក់នៅនឹងមាត់នេះហ្នឹងដូចខ្សាច់ដូចអីចឹងហើយវាថាស្រូវហើយវាយកមកថាស្រូវធ្លាក់ថ្លៃស្រូវអីចឹងដើម្បីបន្តបង្អាប់ចឹងណាខ្ញុំថាបើសិនណាជាមានស្រូវធ្លាក់ថ្លៃមិនក៏មិនទុកស៊ីហើយឯងយកទៅចាក់ចោលទៅស្អីឈួតទេអីមានស្រូវយកទៅចាក់ចោលវាមិនដែលបងប្អូនគិតមើល
បើទោះជាលក់មិនដាច់យកទៅចាក់ចោលធ្វើអីបើថារបស់ខូចទៅអានឹងគេយកទៅចាក់ចោលហើយអាស្រូវនេះវាមានស្អុយឲ្យលួយទៅណាបើលក់មិនដាច់ទុកស៊ីទៅហើយយកទៅចាក់ចោលមើលស្រុកណាគេធ្វើដូចពួកអាដែងនឹងវាប្រហោះនោះមើលអានឹងហើយដែលខ្ញុំចង់និយាយថាយើងយកវីដេអូទៅពីទៅពីយកមកប្រហោះផ្សព្វផ្សាយដើម្បីបន្ទាបបន្ថោកបំបាក់ដល់គេជាអ្នកដឹកនាំតែវាមិនបំបាក់ទេគេយកមកគិតគេថាវាមិនដែលណាមានស្រូវឲ្យយកទៅចាក់ចោលហើយយកទៅចាក់ចោលធ្វើអីមានតែពួកអាសម្ដែងចង់មូប្រកាច់ចង់ប្រខូចបានវាធ្វើអញ្ចឹងកើតខ្ញុំឃើញយកស្រូវមកបេយកទៅចាក់ចោលដឹងស្រូវដឹងមិនស្រូវផងមើលទៅដូចខ្សាច់ដូចអីចឹងព្រោះវាដាក់ព្រិលហើយមិនដឹងជាមុខអាមនុស្សណាផងវាពាក់ម៉ាស់ពាក់អីហើយអាអ្នកនិយាយនឹងអត់លឺទេអាអ្នកនិយាយនឹងច្រឡំអាអ្នកនិយាយនឹងអត់ឃើញមុខទេលឺតែសលេងនឹងចុះវាយកអាវីដេអូកន្លែងណាមួយដែលគេធ្វើអញ្ចឹងវាយកមកដំសលេងពីលើមកវាមានតែបញ្ហាអីបាទឬក៏វាចាក់នៅក្បែរមាត់ព្រែកទេបងវាចាក់នៅក្បែរមាត់ព្រែកអាវីដេអូហ្នឹងបងសុផាន់ណាប៉ុន្តែវាចាក់ហើយវាថតហើយវាកើតមកវិញក៏បានវាសម្ដែងនឹងដើម្បីអីដើម្បីបន្ទាបបន្ថោកបន្តោះបង្អាប់អានឹងហើយដែលគេថាយើងធ្វើអញ្ចឹងវាមិនត្រូវយល់ទេបើយើងថាស្រូវអង្គថោកយើងនិយាយបានថាឥឡូវស្រូវខាងខ្ញុំឧបមាថាឥឡូវខ្ញុំអ្នកព្រៃវែងបងប្អូនដើរប្រមាណ3 4 5ស្រុកអីចឹងយើងឃើញថាអូស្រូវវាធ្លាក់ថ្លៃស្រូវប្រភេទនេះវាធ្លាក់ថ្លៃអញ្ចេះអាស្រូវប្រភេទនោះវាឡើងចោយើងនិយាយមកយើងបើសិនរដ្ឋាភិបាលអត់ដឹងយើងនិយាយមកខ្ញុំអ្នកនៅស្រុកភូមិហ្នឹងឧបមាថាស្រូវស្រាលស្រូវផ្កាខ្ញីស្រូវផ្កាម្លិះស្រូវរំដួលស្រូវក្អូបស្រូវតាណើបឥឡូវនៅខេត្តខ្ញុំស្រូវហ្នឹងវាចុះអញ្ចេះហើយតម្លៃប៉ុណ្ណឹងវាចុះអញ្ចឹងយើងនិយាយមកដើម្បីឲ្យរដ្ឋាភិបាលហ្នឹងដឹងផងហើយទៅយកស្រូវទៅចាក់ចោលហើយមកនិយាយអញ្ចឹងអីត្រឹមត្រូវអត់យកមកពួកអាដែងនៅក្រៅស្រុកហ្នឹងវាបានវីដេអូនឹងមួយមកយកមកផុសបន្តោះបង្អាប់គេមិនដឹងជាស្អីទេអញឲ្យអញអីក៏វាភ្លើម៉េះលោកឲ្យលោកបាទអូឃើញអាចាហ្វីនឹងផុសដែរវាអញ្ចឹងវាយកអារឿងអញ្ចឹងមកប្រហោះអីចឹងហើយប្រជាពលរដ្ឋមួយចំនួននោះចេះតែแชร์មើលអានោះស្រូវមិនច្បាស់ជាស្រូវមិនដឹងនៅឯណាមិនដឹងនៅណីខ្ញុំដឹងថាស្រូវវាអាចចុះថោកប៉ុន្តែមិនមែនតែយើងដឹងទេរដ្ឋាភិបាលក៏ដឹងដែរខ្ញុំឃើញក្រសួងគេនិយាយដែរតែគេលើកឡើងដែរតែដោយសារតែស្រូវចុះថោកហ្នឹងហើយបានគេជំរុញគេបានជជែកគេធ្វើម៉េចឲ្យស្រូវបានថ្លៃបន្តិចហ្នឹងណាគេនិយាយតាហើយឯងនេះទីយកស្រូវចាក់ចោលហើយយកមកថតហើយមកប្រហោះនិយាយបូចឈួតខ្ញុំប្រាប់ប្រជាពលរដ្ឋខ្មែរបើស្រូវចុះថោកទុកហូបទៅយកទៅបំផ្លាញចោលតាមពួកអាឈួតដតីដែលវាធ្វើនោះធ្វើអីប៉ុន្តែប្រជាពលរដ្ឋឯណាទៅឈួតដល់ថ្នាក់នោះប្រជាពលរដ្ឋខ្មែរបើថាស្រូវលក់ថោកមានអាណាយកទៅចាក់ចោលទេមែនទេគឺទុកហូបហើយបើអត់អីក៏ទុកហូបបានដែរបាទអានឹងអញ្ចឹងមានអាណាគេយកស្រូវទៅចាក់ចោលនោះមានតែពួកអាភ្លើទេហើយមានតែពួកអាឈួតមីឈួតទេដែលជឿរឿងគេយកស្រូវទៅចាក់ចោលបើផ្លែឈើបើអីអាហ្នឹងវាអាចប៉ុន្តែខ្មែរយើងគួរអញ្ចេះអស់លោកអុកញ៉ាអ្នកមានយើងត្រូវមើលថាតើប្រជាពលរដ្ឋគាត់ដាំផ្លែស្វាយដាំអីហ្នឹងប្រមាណហើយត្រូវសិក្សាមើលបង្កើតរោងចក្រផលិតរឿងស្វាយធ្វើជាប្រទេសឈីបឬក៏ធ្វើជា snack ធ្វើជាអីគឺអត់យកចោលទេណាឥឡូវហ្នឹងបើសិនតែមានក្រុមហ៊ុនខ្លះនេះហ្នឹងគេទិញក្នុងតម្លៃទាបឬក៏ខ្ពស់ក៏គេទិញដែរអាខ្លះឃើញយកទៅចាក់ចោលចាក់អីមានន័យថាអាស្វាយហ្នឹងវាខូចជួនណាទៅវាខូចទៅគេយកទៅចាក់ចោលឃើញអញ្ចឹងទៅគេចាក់ចោលចាក់អីអញ្ចឹងទៅ
យ៉ាងហ្នឹងអារបស់ខ្លះវាខូចយើងចាក់ចោលអានឹងលក់អត់តាន់អញ្ចឹងវាខូចយើងចាក់ចោលអានឹងរឿងធម្មតាប៉ុន្តែបើរបស់នៅល្អយើងគួរតែកែច្នៃហើយអ្នកដាំហ្នឹងត្រូវចេះកែច្នៃខ្លួនឯងរៀនកែច្នៃខ្លួនឯងមិនមែនធ្វើសម្រាប់តែលក់ទេត្រូវបង្កើតគំនិតថ្មីនៅក្នុងការកែច្នៃធ្វើម៉េចឲ្យមានគុណភាពហើយស្អាតឲ្យមានគុណភាពហើយស្អាតដែលគេអាចយកទៅប្រើប្រាស់បានកុំធ្វើឲ្យតែបានលក់ចេញធ្វើកក្រិចអាម៉េចក៏នេះដែរណាអត់ទេឲ្យតែយើងធ្វើស្អាតល្អគេពិនិត្យដល់ទីតាំងគេពិនិត្យដល់កន្លែងអូបងប្អូនហើយគេមិនខ្លាចនឹងទិញហូបទេគេមិនខ្លាចនឹងទិញហូបទេស្អីក៏ដោយបាទយើងរៀនអាហ្នឹងយើងរៀនបន្ថែមទៀតគេធ្វើបានរឿងអីក៏ខ្មែរយើងធ្វើបានអាហ្នឹងអញ្ចឹងណាបងប្អូនណាអាហ្នឹងសូមបញ្ជាក់ប៉ុណ្្នឹងចុះបាទខ្ញុំមើលខមមិនបងប្អូនទៀតបើយកស្រូវឲ្យទាស៊ីក្រន់បានពងលក់ប្រសើរជាងបាទខ្លួនទីពឹងខ្លួនហៅអាចារ្យជាតិវាសម្ដែងបង្ខូចរាជរដ្ឋាភិបាលយើងបាទអាពួកហ្នឹងវាចូលចិត្តសម្ដែងចឹងឯងហើយដល់ពេលគេចាប់ដាក់គុកដាក់ច្បាប់តាំងរោរឿងគេពួកខ្មោចស្រុកវាឲ្យដៃដើម្បីពួកប្រឆាំងនៅក្រៅស្រុកវាយកទៅផុសវាយរដ្ឋាភិបាលស្រូវថោកតែអង្គថ្លៃបងស្រូវថោកអង្គថ្លៃអញ្ចឹងកាន់អង្គលក់មនុស្សស្លាប់ដោយសារប្រាក់បាក់សីស្លាប់ដោយសារចំណីសេដ្ឋកិច្ចទីផ្សារសេរីរបស់គឺវាធ្លាក់ថ្លៃអញ្ចឹងហើយបាទសម្បត្តិរតនៈបាទមានកន្លែងណាដែលបានចាក់ស្រូវចោលប្រាប់ផងខ្ញុំទៅកើបយកណមានអ្នកទៅកើបយកឃើញអាដែងវាយកទៅផុងខ្ញុំឃើញហ្នឹងឃើញគេយកទៅចាក់ស្រូវចោលខ្ញុំថាអីអាណានោះភ្លើចុយតែម៉ាយយកស្រូវទៅចាក់ចោលដូចមកប្រកាច់ណាខំប្រឹងធ្វើសងប់យកស្រូវទៅចាក់ចោលប៉ុន្តែវាសំដែងហ្នឹងណាបាទវាសំដែងហ្នឹងខ្ញុំអាណាយកស្រូវទៅចាក់ចោលហើយឯងយើងទៅកើបយកហើយមិនអញ្ចឹងហ្នឹងហើយទៅកើបយកហើយអីភ្លើមកយកស្រូវទៅចាក់ចោលលោកឡុងជួយប្រាប់ជេមសុកផងកសិកម្មនៅអាមេរិកធ្វើបាតកម្មដូចជាប្រមាណសោះហ្នឹងកសិកម្មដាំសណ្ដែកនោះអីធ្វើត្រូវហើយបងសាប៊ុនកុំថាឡើយនៅអាមេរិកមួយរយៈកាលហ្នឹងនៅបរាំងនោះមិនអាស្រូវធ្លាក់ថ្លៃនៅស្រូវអីមិនគេធ្វើបាតកម្មគ្រប់គ្នាដែរតំណាំអីធ្លាក់ថ្លៃអីនោះគេធ្វើបាតកម្មគ្រប់គ្នាជាការពិតហើយរដ្ឋក៏គាត់បង្ខំចិត្តដែរពេលខ្លះទៅវាអត់មានយន្តការពីព្រោះវាជាសកលបញ្ហាសង្គ្រាមបញ្ហាអីហ្នឹងមនុស្សម្នាក់នាំគ្នាបារម្ភមែនតែនអញ្ចឹងវាជាបញ្ហាសកលប៉ុន្តែរដ្ឋត្រូវតែខ្នះខ្នែងគាត់និយាយមិនខុសទេគាត់ថាជាតួនាទីរបស់រដ្ឋត្រឹមត្រូវអានឹងគឺជាតួនាទីរបស់រដ្ឋហើយប៉ុន្តែការរួមចំណែកពីមហាសទ្ធិពីអ្នកមានពីអង្គញាគឺជារឿងល្អដែលរដ្ឋអាចនាំអ្នកអង្គញានាំអ្នកមាននឹងឲ្យជួយដល់ប្រជាកសិករមិនល្អអានឹងក៏ជាដំណោះស្រាយមួយនៅក្នុងមួយឆ្នាំដែរបើហោចណាស់ឃើញទេជាដំណោះស្រាយមួយក្នុងមួយឆ្នាំដែរដូច្នេះខ្ញុំកោតសរសើរចំណុចហ្នឹងពូក្លេអ្នកដឹកនាំខ្មែរយើងគាត់ល្អខ្លាំងពូកែធ្វើឲ្យពលរដ្ឋយើងមានស្មារតីជួយគ្នាគ្រប់កលៈទេសៈពេលមានបញ្ហាធម្មតាការខ្វះចន្លោះនៃបញ្ហាវាតែងតែមានខ្លះហើយតែខ្មែរយើងចេះជួយគ្នាណាស់ដោះស្រាយបានលឿនល្អមែនបាទរឿងស្រូវនេះខ្ញុំថាល្អវប្បធម៌ហ្នឹងគេហៅថាវប្បធម៌ខ្មែរជួយខ្មែរយល់ទេវប្បធម៌ហ្នឹងយើងគួរតែសរសើរអស់លោកអ្នកមានទ្រព្យសម្បត្តិមានលុយកាក់រដ្ឋាភិបាលគួរកោតសរសើរហើយលើកទឹកចិត្តដល់អង្គញាដល់អ្នកមានហ្នឹងស្រួលខ្ញុំបើយោបល់ខ្ញុំថាបើអ្នកមានណាធ្លាប់ធ្វើអញ្ចឹងរដ្ឋាភិបាលគួរតែចេញបានសរសើរមួយដល់ក្រុមហ៊ុននឹងដល់បុគ្គលនឹងដល់ជននឹងដែលបានជួយដល់វិស័យកសិកម្មជាពិសេសក្រសួងកសិកម្មនឹងក្រសួងកសិកម្មនឹងត្រូវចេះឲ្យតម្លៃលើកតម្កើងដល់អ្នកដែលជួយនៅក្នុងវិស័យនឹងបន្ថែមទៀតផ្ដល់លិខិតសរសើរផ្ដល់កិត្តិយសបំពាក់មេដាយកិត្តិយសឲ្យពួកគាត់ខ្ញុំបើខ្ញុំវិញខ្ញុំ
ជំរាបជូនដល់ក្រសួងកសិកម្មអ្នកណាហ៊ានចំណាយលុយជួយដល់វិស័យកសិករហ្នឹងផ្ដល់កិត្តិយសឲ្យគាត់មេដៃមាសពាក់មេដៃមាសឲ្យគាត់មានអីដែលរដ្ឋធ្វើមិនបានក្រសួងធ្វើបានរាជរដ្ឋាភិបាលអាចធ្វើបានដើម្បីថ្ងៃក្រោយឲ្យមនុស្សយើងចេះជួយអញ្ចឹងពួកគាត់អត់ចង់បានអីទេពួកគាត់មានលុយគាត់ចង់បានការផ្ដល់កិត្តិយសប៉ុណ្ណឹងឯងយល់ទេអាហ្នឹងត្រូវធ្វើអញ្ចឹងអាហ្នឹងខ្ញុំជូនយោបល់ដែរខ្ញុំសង្ឃឹមថាក្រសួងកសិកម្មនិងរាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់តម្លៃនិងផ្ដល់កិត្តិយសដល់ទៅអ្នកដែលជួយចេញលុយទិញស្រូវរក្សាតម្លៃល្អសម្រាប់ប្រជាកសិករខ្ញុំសង្ឃឹមថារាជរដ្ឋាភិបាលនឹងចេះលើកទឹកចិត្តពួកគាត់បាទចេះលើកទឹកចិត្តពួកគាត់បែបនោះអានេះខ្ញុំសង្ឃឹមឯណាបាទខ្ញុំសង្ឃឹមខ្ញុំនិយាយចឹងឲ្យតម្លៃលើពួកគាត់បាទបង Stone Man ថាបើពួកប្រឆាំងបានតែនិយាយទេតើហេតុអ្វីពួកអ្នកនឹងមិនមកជួយទិញពលរដ្ឋខ្មែរយើងដើរចូលតែហាងល្បីផឹកស៊ីឆ្ងាញ់មាត់មិនដែលឃើញជួយអីដល់ប្រជាពលរដ្ឋខ្មែរយើងទេឆ្ងល់មែនណាបង Stone Man កុំថាឡើយតែនៅតែជួយទិញស្រូវឥឡូវខ្ញុំនិយាយបន្តិចចំណុចខ្សោយរបស់យើងនៅត្រង់នេះខ្មែរយើងណាពេលខ្មែរយើងបើកហាងបាយបើកហាងអាហារដ្ឋានបើកហាងលក់ស្រូវលក់អង្ករបើកស្ទ័រលក់អីវ៉ាន់ចាប់ហួយនៅក្រៅប្រទេសខ្មែរអត់ចេះជួយ support គ្នាទេណោះទៅស៊ីបាយហាងថៃទៅស៊ីបាយហាងយួនទៅស៊ីបាយហាងអីអត់មកហាងខ្មែរយើងទេអត់ទេខ្លាចខ្មែរយើងមានដល់ពេលចឹងទៅខ្មែរយើងមិនសូវបើករេស្តូរ៉ង់ខ្លះគាត់មិនសូវបានយូរទេព្រោះខ្មែរយើងឆ្ងាញ់ទៅហូបមកហូបខ្មែរយើងអត់ឆ្ងាញ់ទេណទៅហូបមកហូបថៃទៅហូបមកហូបយួនទៅហូបមកហូបចិនអីសិតតែខ្លាញ់អត់ជួយគ្នាទេហើយដល់ពេលអញ្ចឹងកុំថាឡើយទៅជួយទិញស្រូវបងសំបីតែនៅក្រៅប្រទេសហ្នឹងទៅចូលហាងទិញរបស់របរខ្មែរជួយ support ខ្មែរគ្នាឯងដែលបើកលក់ហ្នឹងគាត់អត់ទៅផងគាត់ទៅស្ទ័រចិនទៅស្ទ័រអីឲ្យវាលើកលែងតែស្ទ័រខ្មែរយើងអត់មានអីចឹងណាអត់មានរបស់ហ្នឹងអីចឹងទៅយើងអាចទៅស្ទ័រចិនប៉ុន្តែជំរើសទី1យើងត្រូវទៅហាងខ្មែរយើងទៅរោថ្ងៃក្រោយហាងខ្មែរហ្នឹងគាត់ចេះតែដាក់ច្រើនណាជំរើសទី1បើមកហូបខ្មែរយើងអត់ឆ្ងាញ់យើងជួយធ្វើ feedback ឲ្យគេទៅប្រាប់គាត់ថាឥឡូវមកហូបនេះមិនសូវឆ្ងាញ់ហ្មងទេឲ្យគាត់កែច្នៃទៅយូរទៅខ្មែរយើងចេះតែរោស៊ីមានបានឃើញគ្នាបើកហាងទៅកាក់កបចឹងទៅក៏ចេះតែនាំគ្នាទៅចូលចឹងបានខ្ញុំថាខ្មែរយើងហាងខ្មែរគ្នាឯងអត់ចង់ចូលទេនៅក្រៅប្រទេសកុំថាឡើយទៅទិញអង្គនោះចឹងណាបងអានឹងចឹងបានខ្ញុំបងបាច់ឆ្ងល់ទេរឿងគឺប៉ុណ្្នឹងឯងណានៅស្រុកអាមេរិកនេះឯងនៅស្រុកអាមេរិកនៅស្រុកប្រាំងឯហ្នឹងចឹងបានខ្ញុំលើកទឹកចិត្តបងប្អូនខ្មែរណាដែលបើក store នៅខាងក្រៅប្រទេសអ្នកខ្លះបើកហាងដូណាត់អីចឹងខ្មែរខ្លះគាត់ហូបដូណាត់ខ្មែរខ្លួនឯងអ្នកបើកហាងដូណាត់អត់ទិញហាងដូណាត់ខ្មែរយើងទេទៅទិញហាងដូណាត់ចិនទៅទិញហាងដូណាត់អាគាំងឯណាអត់ជួយគ្នាទេណានៅក្រៅខ្ញុំនិយាយពីនៅក្រៅនេះហើយដល់ពេលអញ្ចឹងហើយចង់ឲ្យខ្លាំងខ្លាមិនកើតបងខ្លាំងកើតទេអញ្ចឹងកុំថាឡើយជួយបានតែព្រុសទេសំបីតែលោកប្រធានសៀមរាំងស៊ីសំបីតែនេះហ្នឹងឃើញគាត់ចូលហាងអីគាត់ចូលតែហាងចិនហាងអីទេគាត់នាំគ្នាចូលហាងចិនហាងអីចឹងទៅហាងថៃហាងអីចឹងទៅគាត់មិនសូវចូលហាងខ្មែរយើងទេហើយបងប្អូនខ្លះនៅ Long Beach នៅ Lowell នៅ California នៅអីខ្មែរយើងបើកហាងច្រើនណាចឹងបាន
dương chùm hồn ở khmai dương quam thổ hàng khmai dương rồi hàng khmai dương nâng tiết sao thử mách vô chật tục đạ cho mùi nâng bà chi chun khmai dương hơi nâng chnay bà hộp nâng ở cam ta là o bà xa chẳng cái chết ta chô ta rồi chẳng ấy bà rồi cầm bông lôi tình có tham nâng chẳng khva lối sa bắp tuổi tình sơ rót cầm bông dọc lối tình à vụt tham chẳng khva lối chui tình sơ mình rót anh na vô lối từ tình à vụt đấy chứ ta này dây được cút nữa dây được món bộ ngày bà dây tập pi tập ở đây tập đá chẳng dây màu nó đôi ọt hiền bà ông co bà lít nơi USA lụa đầm lại mà phải ông co lụa bà trái bong tuân bà tâm trái bong chi bên này sút đây bong có rễ dục trái hơi bà đẹp smay bà con nó bong vô ơi khi mưa cầm mình tiết đôi chỉ tập bản năng tế admin ấy tế nhóm xong dây bản năng tế cho nơi bà rắn có miếng các sĩ có thưa bà tạc cam chạc bình bỏ cho rò năm khi nhé nơi bẻ án đó lục bu sạc con mất đó còn nơi bẻ án có đăng ta hỏi bỏ đàm miên nâng mẹn dương ọt đăng này vẫn đăng cục tạc khnia nè ôi ta đo chẳng bàn tha bàn tay tu già na cả đói rót thử ta tua khó thử rót trời tay chùm rung mình mẹn dây chẳng hỏi nâng mẹn dây cà pi rót thế nè dương thử ta tua khó trời bằng cái bàn tay nhóm có đăng ông bí phó lùm bạc đai mình mẹn bà tu đôi ta từng tư thế đăng bí phó lùm bạc để rót bà bạc nâng không cá chui đò cả nghe nâng bàn tay bà rót dục pô rót tới chui pô rót nâng rất là o lôi mẹn tèn bà lòng anh thì dây là o chiêng cầm sọc ngày nè bông văn ni o con chờ nè bà o con trời riêng phư sứ bà Organic bà Organic có trong vậy ta Organic á sứ thầm chiết bà này dây trời ôn lòng bà o con rót tháp bị bá sân ôm po ai cả sĩ có đam đốc bụi sứ có ốp cà rùm đuôi tay cả sĩ có mình prom thưa tam nòm khía thưa sứ IE tì xa cho thao khai bà trầm trời ấy hướng nâng vì trắng á phía trên po rót còn mình sơ đập cao này nòm mình tray chầm nia nhé còn chết tật thưa sự ná đây về ban phò trần chẳng ấy ban chi nhóm kết thà vì sai cả sự cám cua tại tròn chỉប្រព័ន្ធ ប៉ុន្តែឥឡូវហ្នឹងគឺថាខាងវិស័យកសិកម្មគេធ្វើបានល្អច្រើនធ្វើបានល្អច្រើនហើយប្រជាពលរដ្ឋកុំធ្វើស្រូវតាមទំនៀមទម្លាប់និងតាមបំណងខ្លួនត្រូវធ្វើតាមការណែនាំរបស់រដ្ឋរបស់ក្រសួងងាយស្រួលស្រូវយើងអត់ចុះថ្លៃអាហ្នឹងអញ្ចឹងហើយបើយើងធ្វើស្រូវសម្រាប់ហូបទេអានឹងរឿងផ្សេងប៉ុន្តែបើយើងធ្វើស្រូវសម្រាប់លក់ផងអានឹងគួរតែស្ដាប់រដ្ឋផ្ដល់យោបល់កុំធ្វើតាមទំនៀមទម្លាប់ខ្លួនឯងបាទបាទសៀមរាំងស៊ីសំស្មើនឹងសៀមអញ្ចឹងគឺសៀមរាំងស៊ីបាទគាត់ឥឡូវគាត់ដូរឈ្មោះហើយគាត់ដាក់អាដាមសៀមរាំងស៊ីបាទអង្គរខ្មែរឆ្ងាញ់បាទអរគុណបងអាដាមសនីយ៉មឿនអរគុណបងប្អូនណាសូមប៉ុណ្ណឹងចោះបងប្អូនយប់ជ្រៅហើយបងប្អូននៅក្នុងប្រទេសកម្ពុជាសូមសម្រាប់សម្រានចោះសុបិនល្អសំណាងល្អទាំងអស់គ្នាណាបងប្អូនណាបងប្អូននៅកូរ៉េក៏ដូចគ្នាបងប្អូននៅគ្រប់មជ្ឈដ្ឋានក៏ដូចគ្នាទេណា